បាទសួស្តីពុកម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំនិយាយអំពីជំងឺរលាកស្បូនគោបាទចឹងមូលហេតុដោយសារគោបាឡើងពាក់មេមិនត្រូវពេលវេលាដែលមេគោរឹកស្មូលបាទឬក៏មកពីមេគោឬក៏មេក្របីនោះម៉ាស់វាតូចពេកបាទបណ្ដាលឲ្យរហែកឬក៏រលាត់ភ្នែកស្ដើងយោនីនិងស្បូនបាទមួយទៀតដោយសារមេគោមេក្របីវាពិបាកកើតកូនពេលនោះកូនធំពេកកូនដីតកឹងឬក៏មិនច្រាស់ឡាក់ដែលធ្វើឲ្យវារហែកឬក៏រលាត់ភ្នែកស្ដើងនៃស្បូនបាទនៃស្បូនគោក្របីបាទដោយសារស្រោមសុកស្អិតឬក៏ស្រោមសុកមិនត្រូវបច្ចេកទេសធ្វើឲ្យមានរបួសបាទហើយរោគសញ្ញានៃជំងឺរលាកស្បូនគោក្របីនេះគឺរោគសញ្ញាវាគឺប្រឹងជុះចំកោងខ្នងចំកោងបន្ទុយតែលាមកចេញមកវាតែបន្តិចបន្តួចបាទទឹករលាកស្បូនក្នុងស្បូនវាចេញតិចតិចឬច្រើននៅតាមកម្រិតការរលាករបស់វាបាទហើយទឹកវាមានទឹករលាកពណ៌សឬក៏ពណ៌លឿងតិចតិចច្រើនចេញមកពេលមេគោរឹកឈ្មោលព្រោះពេលនោះស្បូនក្របបាច់ខ្លាំងហើយមាត់ស្បូនបើកចំហបញ្ចេញទឹកលាមកមកក្រៅបាទការដាក់បាច្រើនលើកច្រើនសារតែមិនយិនកូនមិនជាប់បាទបើឈឺតិចតិចកម្ដៅវាឡើងវាអាចកើនឡើងបាទឬក៏ក្តៅខ្លាំងអាចឡើងទៅដល់40ទៅដល់41បាទហើយស៊ីតិចតិចបាទតាមបទពិសោធន៍ព្យាបាលរបស់ខ្ញុំគឺខ្ញុំប្រើពីឈុតបាទឈុតទី1នេះគឺឈុតមានសូលវ៉ាឌីនបាទហើយមាន ADE B complex ហើយនិង DEXA បាទចំពោះការព្យាបាលនេះយើងអាចចាក់ពី3ថ្ងៃទៅ5ថ្ងៃបាទអញ្ចឹងក្នុងការប្រើប្រាស់ថ្នាំគឺខ្ញុំប្រើពពួកសូលវ៉ាឌីននេះ1 cc 20គីឡូ ADE 1 cc 20គីឡូបាទចំពោះលេខសារវិញខ្ញុំប្រើតិចទៀតបាទខ្ញុំអាចប្រើ1 cc 50គីឡូបាទអញ្ចឹងគោមួយយើងដាក់ត្រឹម4-5 cc ទៅបានហើយបាទក្នុងការព្យាបាលណាបាទអានេះជំរើសទី1បាទការប្រើថ្នាំរបស់ខ្ញុំណាបាទនេះជំរើសទី1បាទនេះជំរើសទី2បាទជំរើសទី2គឺខ្ញុំប្រើសូលវ៉ាឌីនដដែលបាទហើយនឹង ADE B complex ហើយនឹងអាទីប៉ែនបាទអាទីប៉ែនគឺអំ2បាទអញ្ចឹងការព្យាបាលគោរលាកស្បូនគោក្របីនេះគឺខ្ញុំប្រើពីឈុតហ្នឹងបាទអញ្ចឹងអានេះកម្រិតចាក់គឺ1 cc 20គីឡូបាទអញ្ចឹងដូចគ្នាទាំងអស់បាទអញ្ចឹងយើងកំណត់គីឡូគោទៅយើងចាក់1 cc ក្នុងមួយមុខគឺ20គីឡូបាទអញ្ចឹងយើងចាក់3បញ្ជុលណាហ្នឹងហើយអញ្ចឹងការបកស្រាយរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងបងបាទអរគុណច្រើនបាទ